men tên tư pẹ pon tận đằng căn bên bên nâng chùm bên này បជាពុទ្ធបរិស័ទឬអ្នកប្រាជ្ញមួយចំនួនបានលើកឡើងថាបានកើតឡើងតាំងពីសម័យកាលនៃព្រះបាទអង្គឌួងក៏ប៉ុន្តែបើតាមការសិក្សារបស់អ្នកប្រាជ្ញនិងការសិក្សាទៅលើចរិតសិលាដែលបានចារឆ្លាក់នៅក្នុងប្រាសាទនានាមួយចំនួននៅក្នុងប្រទេសកម្ពុជារបស់យើងគឺបានបញ្ជាក់ថាពិធីបុណ្យកាន់វេនបិណ្ឌនេះ គឺមានតាំងពីសម័យកាលនៃព្រះបាទជ័យវរ្ម័នទី 7 មកម្លេះគឺសម័យអង្គរនៅក្នុងវត្តពោដែលស្ថិតនៅក្នុងខេត្តតាកែវនៅក្នុងសតវត្សទី 7 ក៏មានចរិតសិលាបញ្ជាក់អំពីពិធីកាន់វេនបិណ្ឌនៅក្នុងប្រាសាទបាខែងដែលស្ថិតនៅខេត្តសៀមរាបនៅក្នុងសតវត្សទី 9 ក៏មាន សាលាចរិតដែលទៅសេអំពីពិធីកាន់វេនបិណ្ឌនិងជុំបិណ្ឌរបស់ខ្មែរនៅក្នុងប្រាសាទបន្ទាយឆ្មានៅក្នុងសតវត្សទី 12 ដែលជារាជរបស់ព្រះបាទជ័យវរ្ម័នទី 7 នឹងក៏មានសរសេរអំពីចរិតសិលានៃពិធីបុណ្យកាន់បិណ្ឌនិងជុំបិណ្ឌនេះដែរដែលពិធីនៅពេលនោះហៅថាទស្សបិណ្ឌតស័កប្រែថា 10 បិណ្ឌៈប្រែថាដុំបាយដូច្នេះគឺការឲ្យដុំបាយរយៈពេល 10 ថ្ងៃនៅក្នុងរជ្ជកាលនោះផងដែរបន្ទាប់ក្រោយមកក៏ធ្លាក់ដល់រាជរបស់ព្រះបាទរាជសត្ថាទី 1 ទៅនៅក្នុងគ្រិស្តសករាជ 1576 រហូតដល់គ្រិស្តសករាជ 1584 ក្រោយមកប្រពៃណីទំនៀមទម្លាប់ពិធីកាន់វេនបិណ្ឌនេះបានធ្លាក់ចុះព្រោះតែព្រះរាជាសម័យកាលក្រោយនេះបានបញ្ជាឲ្យពួកមន្ត្រីទាំងឡាយវាយបំបាក់នៅដៃព្រះវិស្ណុដែលស្ថិតនៅខេត្តសៀមរាបនឹងចោលព្រមទាំងពលិចបោះចោលនៅវត្ថុជាសារណៈជាទីពឹងរបស់ខ្មែរដែលខ្មែរធ្លាប់គោរពតាំងពីដូនតាមកនឹងគឺរលាយបាត់បង់ដូច្នេះសិលធម៌វប្បធម៌របស់ខ្មែរបានរលាយសាបសូន្យទៅទាំងស្រុងដោយសារតែរាជនៃព្រះបាទសត្ថាទី 1 នៅក្នុងគ្រិស្តសករាជ 1576 រហូតដល់គ្រិស្តសករាជ 1584 ប៉ុន្តែក្រោយមកអ្នកប្រាជ្ញខ្មែររបស់យើងដែលគាត់បានត្រេះរិះពិចារណារិះរោគវិធីដើម្បីស្រោចស្រង់ធ្វើម៉េចឲ្យប្រទេសរបស់ខ្លួននេះគឺត្រូវតែមានវប្បធម៌ប្រពៃណីរបស់ជាតិកើតឡើងហើយដោយសារពេលនោះផងដែរប្រទេសកម្ពុជារបស់យើងក៏មានព្រះពុទ្ធសាសនាបានផ្សាយមកផងដែរពុទ្ធសាសនានេះបានផ្សាយមកប្រទេសខ្មែរហ្នឹងគឺយូរលង់ណាស់មកហើយបណ្ដាហើយពុទ្ធសាសនានេះចូលមកកាន់ប្រទេសកម្ពុជារបស់យើងប្រទេសកម្ពុជារបស់យើងនៅពេលនេះបានទទួលយកជំនឿ3ប្រការប៉ុន្តែអ្នកប្រាជ្ញមួយចំនួនបានលើកឡើងថាបានជឿទៅលើជំនឿ2ប្រការគឺព្រហ្មញ្ញសាសនាមួយនិងពុទ្ធសាសនាមួយប៉ុន្តែខ្មែរយើងគឺភ្លេចនៅទំនៀមទម្លាប់មួយទៀតដែលខ្មែរយើងធ្លាប់ជឿតាំងពីយូរលង់ណាស់មកហើយនោះគឺជំនឿការគោរពដូនតាសែនព្រេនដល់ដូនតាញាតិញោមញាតិញោមទោះបីព្រហ្មញ្ញសាសនានេះមិនទាន់បានជឿគោរពនៅក្នុងប្រទេសកម្ពុជាក៏ដោយទោះបីព្រះពុទ្ធសាសនានេះមិនទាន់ចូលមកកាន់ប្រទេសកម្ពុជាក៏ដោយក៏កម្ពុជារបស់យើងដែលជាពូជពងខ្មែរនេះមានទំនៀមទម្លាប់នៃការជឿទៅលើដូនតាការគោរពការសែនព្រេននេះគឺរួចស្រេចទៅហើយតាំងពីយូរលង់ណាស់ដូច្នេះខ្មែរយើងបានប្រកាន់យកនៅជំនឿ3ប្រការទី1គឺជំនឿការសែនដូនតាដើម្បីសុំសេចក្តីសុខសេចក្តីចម្រើននៅក្នុងស្រុកក្នុងភូមិក្នុងប្រទេសរបស់ខ្លួនចំណុចទី2គឺប្រកាន់យកនៅជំនឿព្រហ្មញ្ញសាសនានិងចំណុចទី3គឺបានប្រកាន់យកនៅជំនឿតាមបែបព្រះពុទ្ធសាសនាក្រោយមកទៀតពេលដែលខ្មែរយើងបានរិះរោបវិធីគ្រប់បែបយ៉ាងទាំងអស់ដើម្បីបង្កើតវប្បធម៌ប្រពៃណីទំនៀមទម្លាប់ហើយក៏បង្កប់នៅអត្តន័យអប់រំនៅក្នុងនោះផងដែរនោះក្រោយមករហូតដល់សម័យកាលព្រះបាទអង្គឌួងនេះដូច្នេះបានញាតិញោមតែងតែនិយាយថាពិធីបុណ្យកាន់បិណ្ឌនិងជុំបិណ្ឌនេះបានកើតឡើងនៅសម័យកាលព្រះបាទអង្គឌួងគឺមិនមែនទេតែដោយសារ
សម័យកាលព្រះបាទអង្គឌួងនេះគឺជាព្រះរាជាមួយព្រះអង្គដែលព្រះអង្គទ្រង់សកម្មនៅក្នុងព្រះរាជពិធីរបស់ខ្មែរហើយក៏សកម្មនៅក្នុងព្រះពុទ្ធសាសនាផងដែរនៅពេលនោះព្រះរាជាអង្គមុនមិនបានផ្សព្វផ្សាយឲ្យពិធីបុណ្យកាន់បិណ្ឌនិងជុំបិណ្ឌរបស់ខ្មែរនេះមានភាពទូលំទូលាយទូទាំងប្រទេសគ្រប់បណ្ដាវត្តអារាមនោះទេព្រះរាជានាសម័យនោះគឺបានកាន់បិណ្ឌរយៈពេល10ថ្ងៃឬអាចលើសត្រឹម2ថ្ងៃរយៈពេល12ថ្ងៃតែប៉ុណ្ណោះហើយការធ្វើនោះគឺធ្វើនៅក្នុងព្រះរាជវាំងតែប៉ុណ្ណោះมันបានប្រកាសឲ្យប្រជាពលរដ្ឋទូទាំងប្រទេសអនុវត្តធ្វើទូទាំងប្រទេសនោះឡើយក៏ប៉ុន្តែសម័យកាលនៃព្រះបាទអង្គឌួងព្រះអង្គបានប្រកាសទូទាំងប្រទេសឲ្យអនុវត្តនិងធ្វើរយៈពេល15ថ្ងៃចាប់ពីថ្ងៃ1រោចរហូតដល់ថ្ងៃ15រោចដែលជាថ្ងៃបញ្ចប់ដូច្នេះទើបខ្មែរយើងសម្គាល់និងសម្លឹងឃើញខ្លាំងនៅក្នុងសម័យកាលព្រះបាទអង្គឌួងហើយពិធីបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌនេះបានទូលំទូលាយនិងផ្សព្វផ្សាយទូទាំងប្រទេសកម្ពុជានិងអនុវត្តធ្វើទូទាំងវត្តអារាមនៅក្នុងព្រះរាជាណាចក្រកម្ពុជាគឺចាប់តាំងពីសម័យកាលនៃព្រះបាទអង្គឌួងនេះឯងហើយនេះគឺជាប្រវត្តិខ្លះពាក់ព័ន្ធទៅនឹងការកាន់វេនបិណ្ឌនិងការភ្ជុំបិណ្ឌនេះពាក្យថាកាន់វេនបិណ្ឌនិងភ្ជុំបិណ្ឌនេះប្រហែលជាពុទ្ធបរិស័ទញាតិញោមទាំងអស់បានជ្រាបអំពីពាក្យថាកាន់បិណ្ឌនិងភ្ជុំបិណ្ឌពាក្យថាបិណ្ឌប្រែថាដុំបាយការកាន់គឺការប្រកាន់យកនៅវេនមួយដូច្នេះពាក្យថាកាន់វេនបិណ្ឌគឺការប្រកាន់យកនៅវេនមួយសម្រាប់ឲ្យនៅដុំបាយតើនេះញាតិញោមងាកមកវិញថាការប្រកាន់យកនៅវេនមួយគឺប្រកាន់យកនៅវេនចំនួន14ថ្ងៃរៀងខ្លួនដែលញាតិញោមបានសហការគ្នាបានមូលមតិគ្នាសម្រាប់យកនៅវេនណាមួយសម្រាប់ឲ្យនៅដុំបាយគឺតាមវេននីមួយរហូតដល់14ថ្ងៃរីឯពាក្យថាភ្ជុំបិណ្ឌនេះគឺសំដៅដល់ថ្ងៃធំពាក្យថាភ្ជុំនេះមកពីពាក្យថាប្រជុំឬការជួបជុំញាតិញោមវើញាតិញោមតាមវេននីមួយញាតិញោមឃើញមកតែមួយក្រុមឬយាតាមមួយក្រុមប៉ុន្តែថ្ងៃភ្ជុំធំនេះគឺមានមនុស្សច្រើនកកពិតទេញាតិញោមពិតទេជាក់ស្ដែងទេដូច្នេះពាក្យថាភ្ជុំនឹងគឺមកពីពាក្យថាប្រជុំឬការប្រមូលផ្ដុំឬការជួបជុំគ្នាយ៉ាងច្រើនកកដើម្បីឲ្យនៅដុំបាយតើនេះញាតិញោមតើណាយល់ទេបើយល់ឲ្យចប់នៅទេគេណាដោយជំនឿរបស់ពុទ្ធបរិស័ទដែលខ្ញុំកណាអាត្មាបានលើកឡើងនេះនៅថ្ងៃនេះប្រជារាស្ត្រទូទាំងព្រះរាជាណាចក្រកម្ពុជាដែលជាពុទ្ធសាសនិកនេះនៅថ្ងៃនេះពេលល្ងាចញាតិញោមតែងមានកម្មវិធីសែនដូនតាដូច្នេះបានខ្ញុំប្រកាសណាអាត្មាលើកឡើងពីខាងដើមថាទំនៀមទម្លាប់នេះទី1គឺញាតិញោមធ្វើទៅតាមទំនៀមទម្លាប់ការសែនព្រេនដូនតាមានតាំងពីយូរលង់ណាស់មកហើយទី2គឺអនុវត្តទៅលើព្រហ្មញ្ញសាសនានិងទី3គឺអនុវត្តទៅលើព្រះពុទ្ធសាសនាព្រះពុទ្ធសាសនាញាតិញោមឃើញរាល់ថ្ងៃមានប្រសង់មានអីញាតិញោមយកបាយយកទឹកយកភេសជ្ជៈមានន័យថាបច្ច័យទាំង4នេះយកទៅប្រគេនដល់ភិក្ខុសង្ឃនេះជាចំណុចទី1ចំណុចទី2គឺមានន័យថាជាការថែរក្សានិងអនុវត្តនៅប្រពៃណីទំនៀមទម្លាប់របស់ខ្លួនផងដែរអ្នកកាន់ព្រះពុទ្ធសាសនានៅលើពិភពលោកដូចជាប្រទេសបង់ក្លាដេសដូចជាប្រទេសភូមាដូចជាប្រទេសចិនដូចជាប្រទេសថៃដូចជាប្រទេសឡាវជាដើមគឺមិនមាននៅពិធីកាន់វេនបិណ្ឌនិងពិធីភ្ជុំបិណ្ឌនេះទេណាដោយសារពិធីនេះគឺជាប្រពៃណីទំនៀមទម្លាប់របស់ជនជាតិខ្មែរហើយបានផ្សារភ្ជាប់ទៅជាមួយនឹងព្រះពុទ្ធសាសនាតើនេះញាតិញោមណាអញ្ចឹងដល់ចំណុចពាក់ព័ន្ធទៅនឹងពុទ្ធសាសនាហ្នឹងគឺជាការបំពេញនៅបុណ្យដែលកើតឡើងចំពោះខ្លួនឯងផងជាពិសេសហ្នឹងគឺញាតិញោមសំដៅទៅលើពពួកប្រែតហើយលោញាតិទាំងឡាយហ្នឹងស្លាប់ទៅកើតជាប្រែតហើយញាតិញោមគិតថាប្រែតហ្នឹងគេដោះលែងទៅចំនួន15ថ្ងៃដោយខ្ញុំកណាអាត្មាបានបញ្ជាក់ពីខាងដើមមកហើយថាប្រែតនេះមិនមែនមានតែ15ថ្ងៃទេប្រែតនេះមានអាយុកាលវែងជាងមនុស្សខ្លាំងណាស់ញាតិញោមហ្នឹងហើយគឺមានអាយុកាលខ្លាំងណាស់ដូច្នេះញាតិញោមមកនេះបំពេញបុណ្យហើយគឺបានឧទ្ទិសដល់ពពួកញាតិហើយវាមានជាប់ពាក់ព័ន្ធទៅជាមួយរឿងនៅក្នុងធម្មបទដែលមានសម្ដែងនៅក្នុងតរកុដិសូត្រនៅក្នុងកាលនោះគឺវាពាក់ព័ន្ធទៅជាមួយនឹងញាតិរបស់ព្រះបាទពឹមភាសាដែលជាស្ដេចនៃនគរក្រុងរាជក្រឹស្នញាតិញោមអើយញាតិញោម
នៅសម័យព្រះបាទពំពិសាហ្នឹងគឺសម័យកាលព្រះសម្មាសម្ពុទ្ធរបស់យើងហ្នឹងសមណៈកោតមនៅពេលនោះញាតិរបស់ព្រះបាទពំពិសាកាលពីមុនហ្នឹងគឺបានធ្លាក់ទៅកាន់នរកអស់ជាច្រើនឆ្នាំអស់ជាច្រើនកំណើតមកហើយដែលកើតនៅក្នុងកំណើតប្រែតដល់កាលសម័យព្រះសម្មាសម្ពុទ្ធព្រះសមណៈកោតមត្រាស់ដឹងក្នុងលោកគឺជាសម័យកាលដែលពពួកប្រែតជាញាតិរបស់ព្រះបាទពំពិសានឹងត្រូវរួចចាកអំពីកំណើតប្រែតហើយសោយនៅសម្បត្តិទេពក៏ប៉ុន្តែនៅពេលនោះមានរឿងតាក់ទងមកបែបនេះថានៅក្នុងកាលនោះឯងញាតិរបស់ព្រះបាទពំពិសានឹងសម័យកាលពុទ្ធមុនញាតិញោមធ្វើចង្ហាន់ប្រគេនលោកដល់ធ្វើចង្ហាន់ប្រគេនលោកក៏អាកូនចៅដែលយើងយកមកជាមួយទៅវាចេះតែយំអាញិចអាញាតែពេញតែកន្លែងលោកពេញតែវត្តបាដែលប្រគេនចង្ហាន់លោកឆាន់ហ្នឹងឪពុកម្ដាយលួងបែបណាក៏អំបត្តិលួងបែបណាក៏អំបត្តិអាបាយហើយនឹងនំនេះដែលធ្វើដើម្បីប្រគេនលោកនេះចិត្តតែហុចទៅវាបាត់យំហ្នឹងឲ្យអីផ្សេងវាមិនបាត់យំទេប៉ុន្តែបើឲ្យបាយឲ្យនំដែលទុកប្រគេនលោកឲ្យទៅវាបាត់យំហ្នឹងយាយឬក៏ម្ដាយហ្នឹងចាគិតថាអានេះបែបឆ្ងាញ់បានឲ្យទៅបាត់យំហ៎ក៏សាកមើលមួយម៉ាត់ខ្លួនឯងអូឆ្ងាញ់មែនអាហ្នឹងញាតិញោមមើលធ្លាប់ដែរទេញាតិញោមធ្លាប់ដែរទេអត់ធ្លាប់ទេកូនអីយំចៅអីយំទៅក៏លួងអីអំបត្តិដល់ឲ្យរបស់ហ្នឹងដាក់ទៅដូចវាបាត់ឲ្យចង់ដឹងមើលអានឹងឆ្ងាញ់ប៉ុណ្ណាបានវាបាត់យំក៏ធ្លាក់ទៅកាន់កំណើតប្រែតធ្លាក់ទៅកាន់កំណើតប្រែតដល់សម័យកាលព្រះសម្មាសម្ពុទ្ធយើងនឹងញាតិញោមព្រះរាជានៅក្នុងគ្រានោះឯងគឺបានសម្រាកនៅក្នុងព្រះរាជវាំងនៅពេលនោះពពួកប្រែតទាំងឡាយដែលជាញាតិរបស់ព្រះបាទពំពិសាពីអតីតកាលវិចេះតែយំអាញែកអាញាចនៅមុខព្រះរាជវាំងហ្នឹងនៅជុំវិញព្រះរាជវាំងញាតិញោមសូត្រតរកតទេសតិដ្ឋន្តសន្តិសង្ឃាដាក់គេសុចទ្វារពាហាសតិដ្ឋន្តអាកន្ត្វានសកង្ឃរាងពូប្រែតទាំងឡាយមកហើយកាន់ផ្ទះនៃញាតិដោយគិតថាជាផ្ទះរបស់ខ្លួនរមែងឈរនៅចិត្តខាងក្រៅជញ្ជាំងទាំងឡាយខ្លះនាផ្លូវបែកជា4និងផ្លូវបែកជា3ទាំងឡាយខ្លះអ្នកនៅក្នុងតរកតទេសោតហ្នឹងគឺមានសម្ដែងបែបហ្នឹងគឺពាក់ព័ន្ធទៅជាមួយនឹងញាតិរបស់ព្រះបាទពំពិសានឹងឯងយំត្រហឹងអើងកងព្រះរាជានឹងនឹកឆ្ងល់ក៏ទទួលសួរព្រះសម្មាសម្ពុទ្ធថាព្រះអង្គយប់មិននេះខ្ញុំព្រះអង្គនេះផ្ទុំមិនលក់ទេដោយសារមានសម្លេងរំខានទៅសម្លេងនឹងជាសម្លេងអីបានព្រះសម្មាសម្ពុទ្ធប្រាប់ថាសម្លេងនឹងជាសម្លេងញាតិរបស់ព្រះអង្គតាំងពីដើមមកហើយបានធ្លាក់ទៅកាន់កំណើតប្រែតឥឡូវនេះអត់អាហារសោយទុក្ខលំបាកបានមកស្រែករួបព្រះអង្គដើម្បីឲ្យព្រះអង្គនឹងជួយឲ្យអាហារហើយផ្ដល់នូវសេចក្តីសុខដល់ពួកប្រែតទាំងអស់នោះព្រះរាជាឮអញ្ចឹងញាតិញោមក៏ប្រាប់ដល់ពួកអាមាត្យបរិជាអីហ្នឹងក៏យកទៀនទៅថ្វាយបើមិនទៅខ្លួនឯងទេញាតិញោមអើយញាតិញោមនៅពេលហ្នឹងអត់ទៅខ្លួនឯងទេអាងតែខ្លួនឯងស្ដេចអ្នកធំហ្នឹងប្រើតែពួកសេនាបតីប្រើតែពួកកូនចៅអីទៅរៀបចំបានទៅរៀបចំដល់ថ្វាយភិក្ខុសង្ឃទៅថ្វាយដល់ភិក្ខុសង្ឃរួចហើយយប់ឡើងទៀតនៅតែយំស្រែកទៀតញាតិញោមនៅពេលនោះព្រះរាជានឹងទៅសួរដល់ព្រះសម្មាសម្ពុទ្ធទៀតបបិទ្ធព្រះអង្គយប់មិននឹងមកយំទៀតណាយប់មិននឹងមកយំទៀតទេព្រះអង្គណាព្រះអង្គថាញាតិរបស់ខ្ញុំព្រះអង្គនឹងអត់អាហារជាច្រើនឆ្នាំមកហើយនៅពេលណាដែលបានប្រគេនបានអីសំទោសបានផ្ដល់ជូនចាត់ចែងដល់អាហារបាយទឹកដល់ភិក្ខុសង្ឃអីហើយទៅបានសេចក្តីសុខស្ងប់ហើយលែងមានសេចក្តីរំខានអីទៀតប៉ុន្តែខ្ញុំព្រះអង្គនេះចាត់ចែងរួចហើយមិនបាននៅតែយំពេលនោះព្រះអង្គសម្ដែងថាមកពីព្រះរាជាអង្គឯងនេះមិនបានឧទ្ទិសដោយខ្លួនឯងចឹងសំខាន់ណាញាតិញោមញោមអើយសំខាន់ណាចឹងអាផ្ញើតាមគេក៏ដោយអីក៏ដោយបើមើលធ្វើប៉ុនហើយញាតិញោមមិនបានឧទ្ទិសដោយខ្លួនឯងហ្នឹងគឺយ៉ាប់ហើយណាញាតិញោមហ្នឹងអញ្ចឹងបាននៅក្នុងអង្គ3នៃតក្កដានុបទានហ្នឹងគឺមានចំណុចមួយដែលសំខាន់ជាងគេហ្នឹងគឺទាយកានឹងឧទ្ទិសេនៈទាយកដែលជាញាតិនឹងឧទ្ទិសឲ្យដោយផ្ទាល់តែញាតិញោមបានឧទ្ទិសហើយនៅ4-10ថ្ងៃណាទុកគ្រប់ហ្នឹងនៅពេលហ្នឹងព្រះអង្គព្រះបាទពំពិសាហ្នឹងក៏បានចាត់ចែងធ្វើទានម្ដងទៀតញាតិញោមធ្វើ2 ដងលើកនេះចាត់ចែងថ្វាយដោយព្រះអង្គឯងហើយក៏បានទៅឧទ្ទិសហើយពពួកញាតិហ្នឹងក៏បាននៅសេចក្តីសុខហើយក៏រួចចាកអំពីកំណើតប្រែតហ្នឹងទៅ
nè riêng pẹ pon nâng pẹt nâng viên chân tên nó nhiệt nhôm ơi nâng hơi lính nha ở miền anh dây thì đó nâng anh nâng ban đầu của phụ pẹt cho sầm rạp khuôn anh về ban đầu ấy nhiệt nhôm họ ngay nâng tam tua sanaในពុទ្ធសាសនានឹងគឺញាតិញោមកំពុងតែធ្វើបល្ល័ង្កសម្រាប់ខ្លួនឯងមានន័យថាធ្វើទីសេនាសនៈសម្រាប់ខ្លួនឯងញាតិញោមបានធ្វើស្ពានសម្រាប់ខ្លួនឯងស្ពានញាតិញោមការឆ្លងទន្លេអីយើងត្រូវប្រើស្ពានតិចណាប៉ុន្តែឆ្លងវត្តសង្សារនេះมันអាចប្រើស្ពានតិចតួចអីបានទេណាគឺត្រូវប្រើស្ពានដ៏ធំដុំគឺបុណ្យកុសលនេះហើយដែលនឹងរចនាធ្វើជាស្ពានរបស់យើងសម្រាប់ដើរឆ្លងទៅកាន់បរមសុខញាតិញោមអើយញាតិញោមពិតជាអត់ចង់ធ្លាក់ទៅកាន់កំណើតនៅរកប្រែតដេរឆានអសូរកាយទេមែនទេចង់ទេនឹងអញ្ចឹងបានមានពាក្យលើកឡើងថាតើការសែនព្រេនអីជាដើមនេះបានដល់ដូនតាអត់ថាអត់បានទេញាតិញោមអើយអានឹងនិយាយឲ្យចំហ្មងណាការសែនព្រេនជាដើមនេះវាមិនបានដល់ដូនតាដែលយើងស្លាប់ទៅទេប៉ុន្តែចាំបើធ្វើអីបើវាមិនបានដល់រងថ្ងៃហ្នឹងថាយើងធ្វើអានឹងជាទំនៀមទម្លាប់របស់ដូនតារបស់យើងយល់ទេប្រទេសមួយដែលបាត់បង់ប្រពៃណីទំនៀមទម្លាប់តើគេស្គាល់ថាជាខ្មែរទេញាតិញោមដោយរងថ្ងៃហ្នឹងដូចម៉ុងចិនម៉ុងអីជាដើមហ្នឹងគេដាក់ឲ្យគេមានកដាស់បិទកដាស់អីឲ្យគេសែនព្រេនញាតិញោមស្គាល់ទេស្គាល់គេថាជាអីស្គាល់គេជាជនជាតិអីទោះបីគេមិនមកប្រាប់យើងថាចិនក៏យើងដឹងដែរថាពិធីហ្នឹងជាពិធីរបស់ចិនមែនទេគេស្គាល់ថាអូនឹងចិនណាមែនទេចុះបើសិនគេដើរសុកគេអត់ប្រាប់យើងថាគេចិនសោះហើយគេអត់មានពិធីអីមួយគេដើរសុកអីយើងស្គាល់គេថាចិនដែរណាគេអត់និយាយគេអត់ប្រាប់គេអត់ធ្វើគេអង្គុយកំមកឲ្យយើងដឹងថាគេចិនដែរប៉ុន្តែទោះបីគេមិនមកនិយាយប្រាប់ជាមួយយើងក៏ដោយគេមិននិយាយក៏ដោយនៅពេលណាដែលគេមករៀបចំពិធីដូចជាគេមានម៉ុងមានអីគេរៀបចំដោតអាស្អីហ្នឹងមិនចេះហៅទេណាអានេះអ្នកចុកខ្សែចិននៅពេលដែលយើងសម្លឹងឃើញថាអូហ្នឹងចិនចុះពុយខ្សែចិនយ៉ាងណាមិញទំនៀមទម្លាប់របស់ប្រពៃណីរបស់យើងអញ្ចឹងដែរណាញាតិញោមអើយញាតិញោមប្រពៃណីនេះដាច់ខាតរឿងការសែនព្រេននេះដាច់ខាតគឺมันអាចដល់ពពួកញាតិដែលស្លាប់ទៅហើយទេគឺដាច់ខាតតែម្ដងក្នុងពុទ្ធសាសនាมันអាចទេប៉ុន្តែធ្វើនេះគឺដើម្បីថែរក្សានៅប្រពៃណីវប្បធម៌ទំនៀមទម្លាប់របស់ខ្មែរមែនទេហ្នឹងប៉ុន្តែញាតិញោមរងថ្ងៃបានធ្វើពុទ្ធសាសនាមួយទៀតគឺការថ្វាយទានដល់ភិក្ខុសង្ឃឲ្យញាតិញោមបានឧទ្ទិសទៅដល់ពពួកញាតិនឹងគឺជារឿងដែលត្រឹមត្រូវញាតិញោមធ្វើទាំងអស់ទៅញាតិញោមអើយធ្វើទាំងអស់ទៅនឹងមិនបង្ខំឲ្យញាតិញោមលះបង់ហើយក៏មិនបង្ខំញាតិញោមឲ្យធ្វើទេប៉ុន្តែញាតិញោមត្រូវចងចាំប្រទេសមួយមិនអាចមិនមានវប្បធម៌របស់ខ្លួនបានទេប្រទេសជាតិប្រទេសណាក៏ដោយមិនអាចគ្មានវប្បធម៌របស់ខ្លួនជាដាច់ខាតតែបាត់បង់វប្បធម៌គេលែងស្គាល់ឃើញទេនៅកម្ពុជាក្រោមឯងញាតិញោមនៅកម្ពុជាក្រោមពពួកនៅកម្ពុជាក្រោមហ្នឹងគឺព្យាយាមបំបត្តិប៉ុន្តែខ្មែរយើងគេស្គាល់ថាជាខ្មែររងថ្ងៃនេះដោយសារខ្មែរនៅកម្ពុជាក្រោមបានថែរក្សាវប្បធម៌ប្រពៃណីទាំងពីអក្សរគេឲ្យរៀនផ្ដេសផ្ដាសទេញាតិញោមបានរៀនតែក្នុងវត្តទេហើយលោកណាដែលបង្រៀនអក្សរខ្មែរនេះមានបញ្ហាទៀតនៅកម្ពុជាក្រោមរងថ្ងៃនេះអត់មានសម័យកាលមុនហើយអត់មានសម័យកាលក្រោយទេសម័យកាលឥឡូវនេះតោះនេះញាតិញោមចឹងវប្បធម៌ខ្មែរយើងមានស្អីត្រុតអច្ឆៃយំអក្សរសាស្ត្រក្បាច់ក្បូររចនាអីហ្នឹងសុទ្ធតែជាវប្បធម៌របស់ខ្មែរទេញាតិញោមចឹងយើងមិនអាចបាត់បង់វប្បធម៌នឹងបានទេសំខាន់គឺត្រូវតែរក្សាវប្បធម៌រលត់ជាតិរលាយវប្បធម៌ពន្ធរាជាតិកានអនុមោទនីនឹងនិយាយជ្រះក្អែលនេះណាប្រាស្រ័យខ្ញុំហឹងតិចស្លាប់អត់បានទេខំជទាលនឹង
ឥឡូវមិនដែរញាតិញោមតទៀតឲ្យចប់ធំហ្នឹងណានឹងញាតិញោមរងថ្ងៃដែលប្រឹងធ្វើបុណ្យនេះដើម្បីពពួកញាតិអញ្ចឹងផងទី1ទី2ដើម្បីថែរក្សាវប្បធម៌ប្រពៃណីហើយទី3ហ្នឹងគឺការចម្រើនបុណ្យសម្រាប់ខ្លួនឯងដែលអាត្មាលើកឡើងថាជាស្ពានដែលញាតិញោមធ្វើដំណើរទៅខាងមុខញាតិញោមដែលធ្វើបុណ្យទាំងឡាយហ្នឹងធ្វើសេចក្តីល្អទាំងឡាយហ្នឹងញាតិញោមកុំចាំបាច់សង្ស័យថាតើខ្ញុំទៅទីណាខ្ញុំទៅកើតនរកអត់ទេញាតិញោមហ្នឹងអត់មានទេដូច្នេះបុណ្យនឹងគឺជារឿងសំខាន់ណាស់ដែលប្រជាពុទ្ធបរិស័ទឬក៏មនុស្សសត្វទាំងអស់នឹងត្រូវតែមានប្រសិនបើមនុស្សសត្វទាំងអស់អត់មានបុណ្យនេះជាស្ពានជាជើងពៀនសម្រាប់ជួយទ្រទេញាតិញោមដឹងអត់ទៅហើយនរកក៏មិនដឹងប្រែតក៏មិនដឹងដេរឆានក៏មិនដឹងអសូរកាយក៏មិនដឹងអញ្ចឹងញាតិញោមឥឡូវសរុបសេចក្តីមកវិញញាតិញោមធ្វើដឹងថាបានបុណ្យដែរប៉ុន្តែញាតិញោមច្បាស់ទេដែលធ្វើបុណ្យរាល់ថ្ងៃដឹងថាដល់ញាតិអត់ច្បាស់អត់ច្បាស់ទេហ្នឹងអាត្មាក៏អត់ច្បាស់ដែរមិនប្រកាសថាញាតិញោមប្រឹងធ្វើបុណ្យរាល់ថ្ងៃនេះបានដល់ពពួកញាតិទេញាតិញោមអើយមិនមែនបំភ័យញាតិញោមទេប៉ុន្តែកន្លែងនេះអាត្មាធ្លាប់សម្ដែងញឹកញាប់ដែរហើយមិនเอาទីនេះដូចជានិយាយ2ដងលើកនេះ2ដងប្រសិនបើពពួកញាតិនឹងទៅកើតទីដ៏សំគួរពពួកញាតិនឹងទទួលបានតែបើពពួកញាតិទៅកើតទីដែលមិនសំគួរគឺមិនបានជាដាច់ខាតរឿងនេះមិនមែនឆ្ងល់ទៅញាតិញោមទេជានោះសោនិព្រាមក៏ឆ្ងល់ដែរកាលដែលព្រះអង្គទើបនឹងត្រាស់ដឹងជាព្រះពុទ្ធដំបូងថ្មីនៅពេលនោះជានោះសោនិព្រាមនឹងបានទូលសួរគ្រូអាចារ្យទាំងឡាយថាយើងរាល់ថ្ងៃដែលប្រឹងប្រែងសែនជាដើមសែនដូនតាឬធ្វើបុណ្យទាំងឡាយហ្នឹងតើការឧទ្ទិសដល់ពពួកញាតិហ្នឹងពិតជាបានដល់មែនឬអត់ពពួកព្រាហ្មណ៍ទាំងឡាយដែលជាគ្រូនឹងអត់ច្បាស់បើឆ្លើយថាអត់ទៅដូចខ្មាស់គេបើឯងគ្រូធំមួយដែរបើឆ្លើយថាអត់ដឹងអត់ច្បាស់ដូចចឹងមានតែអត់ឆ្លើយនៅពេលនោះក៏បានលេចលឺនៅដំណឹងរបស់ព្រះសម្មាសម្ពុទ្ធថាជាកំពូលនៃមនុស្សនិងទេវតាព្រះអង្គអាចដោះស្រាយនៅប្រស្នានិងបញ្ហាផ្សេងបាននៅពេលនោះជានោះសោនិព្រាមបានទទួលសួរព្រះសម្មាសម្ពុទ្ធថាបពិតព្រះសមណគោតមដ៏ចម្រើនតើទានដែលខ្ញុំព្រះអង្គថ្វាយទៅហើយបំណងដើម្បីឧទ្ទិសដល់ពពួកញាតិឲ្យពួកញាតិបានហូបនឹងតើបានដល់អត់ព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ឆ្លើយថាមនាលព្រាហ្មណ៍បាននៅកន្លែងដែលសមគួរបាននិងមិនបាននៅកន្លែងដែលមិនសមគួរទទួលបាននៅពេលនោះបានជានោះសោនិព្រាហ្មណ៍ទូលសួរព្រះសម្មាសម្ពុទ្ធថាបពិតព្រះអង្គដ៏ចម្រើនតើកន្លែងដែលសមគួរទទួលបានកន្លែងណាហើយកន្លែងដែលមិនសមគួរទទួលបាននឹងកន្លែងណាញាតិញោមស្ដាប់ថ្ងៃមុននេះបែបច្បាស់ហើយតែភ្លេចបាត់ហើយដឹងយ៉ាងភ្លេចបាត់ហើយបើភ្លេចអីនិយាយម្ដងទៀតប្រសិនបើពពួកញាតិទាំងឡាយនៅជាមនុស្សប្រព្រឹត្តអាក្រក់ស្លាប់ទៅកើតនរកញាតិញោមឧទ្ទិសប៉ុណ្ណាក៏មិនអាចដែរតើណាពីព្រោះនៅក្នុងកំណើតនរកអត់មានឡានជិះអត់មានវិឡានៅអត់មានបាយហូបអត់មានប្រាក់ចាយនៅក្នុងតរកុដដែលសោតហិរញ្ញេណកយាកយ៉ាងមិនមានការលក់ទិញផ្លាស់ប្ដូរដោយប្រាក់គោរខកម្មមិនមានការរក្សាគោមិនមានការជួញដូរស្រែចម្ការគ្រប់ប្រភេទនៅក្នុងនរកនេះគឺសោយតែសេចក្តីទុកតែម្យ៉ាងគត់ញាតិញោមអើយអាហាររបស់សត្វនរកមិនមែនបាយផ្ទះរបស់នរកក៏មិនមែនវីឡាដូចយើងរាល់ថ្ងៃដែរសត្វនរកគឺសោយនៅអកុសលវិបាកដែលកើតអំពីអកុសលកម្មដែលខ្លួនបានប្រព្រឹត្តធ្វើកាលនៅជាមនុស្សអាហាររបស់សត្វនរកស៊ីភ្លើងតើនេះញាតិញោមភ្លើងផ្ទះខ្លាញ់ដាវលំពេងរកាដែកនេះឯងជាអាហាររបស់សត្វនរកតើនេះញាតិញោម
ស្ដាប់យល់ទេព្រះសម្មាសម្ពុទ្ធព្រះអង្គបានសម្ដែងអំពីអាហាររបស់សត្វមិនដូចគ្នាអាហាររបស់ពពួកទេវតាមានអាហារជាទិព្វអាហាររបស់សត្វនរកគឺសោយនៅសេចក្តីទុក្ខដែលកើតអំពីអកុសលកម្មជាអកុសលវិបាកគឺសោយនៅអកុសលវិបាកដែលកើតចេញអំពីអកុសលកម្មដែលខ្លួនបានប្រព្រឹត្តកាលនៅជាមនុស្សណាអាហាររបស់សត្វមនុស្សមានបាយនិងនំកុមាសជាដើមនំកុមាសនឹងដឹងនំមិនទៀតញោមបាត់មកអានកម្ពីទៅគេដាក់ថានំកុមាសបើមិនស្គាល់ទៀតញាតិញោមស្គាល់ទេអានំហ្នឹងអត់ស្គាល់ដែរបើនិយាយតាមកម្ពីទេញាតិញោមមិនដឹងថានំកុមាសហ្នឹងមិនទេហ្នឹងហើយអញ្ចឹងគឺអាហាររបស់សត្វនឹងផ្សេងគ្នាបើញាតិរបស់យើងស្លាប់ទៅហើយទៅកាន់កំណើតនរកដាច់ខាតគឺមិនអាចទេមួយទៀតប្រសិនបើញាតិរបស់យើងស្លាប់ទៅហើយទៅកើតជាព្រំក៏មិនអាចដែរញាតិរបស់យើងស្លាប់ទៅហើយទៅកើតជាទេវតាក៏មិនអាចដែរព្រោះទេវតាអាហាររបស់គេប៉និតអាហាររបស់គេឈ្ងុយអាហាររបស់គេឆ្ងាញ់ញាតិញោមអាត្មាសួរបន្តិចមករាល់ថ្ងៃញាតិញោមខ្ពើមល្អើមអាហាររបស់សត្វដេរឆាននេះដូចអាហារផ្អូមជូរវល់វែកអីជាដើមកាត់ចេញពីអាកន្តិចដែលយើងលាងចានអីហ្នឹងដែលយើងយកទៅដាក់ឲ្យជ្រូកស៊ីយកទៅដាក់ឲ្យឆ្កែស៊ីយើងឃើញយើងឃ្លានអត់យើងឃ្លានអត់ទេយ៉ាងណាមិញទេវតាគេសម្លឹងមើលអាហាររបស់យើងដូចយើងសម្លឹងឃើញអាហាររបស់សត្វដូចគ្នាអញ្ចឹងតោះនេះញាតិញោមអើយតិចច្រឡំថាទេវតាឃើញអាហាររបស់យើងគេត្រេកអរជាមួយអាហាររបស់យើងអត់ទេណាយើងសម្លឹងឃើញអាហារដែលយើងដាក់សម្រាប់ដេរឆានបែបម៉េចពួកទេវតាគេសម្លឹងឃើញអាហាររបស់យើងក៏ដូចនោះដែរដូច្នេះប្រសិនបើពពួកញាតិនេះស្លាប់ទៅកើតជាទេវតាក៏មិនអាចដែរតោះនេះហ្នឹងហើយមួយទៀតបើញាតិរបស់យើងស្លាប់ទៅហើយទៅកើតជាមនុស្សក៏មិនអាចដែរអញ្ចឹងបានព្រះអង្គសម្ដែងថាមានកន្លែងដែលសមគួរទទួលបាននិងកន្លែងដែលមិនសមគួរកន្លែងដែលអត់សមគួរទទួលនឹងគឺទៅកើតនៅក្នុងកំណើតហ្នឹងឧទាហរណ៍ថាញាតិរបស់យើងស្លាប់ទៅអត់មានរងចាំ3ថ្ងៃ7ថ្ងៃដូចញាតិញោមលើកឡើងទេអត់ទេសត្វនៅពេលណាដែលអស់អាយុហើយចុតិនឹងទៅបដិសន្ធិនៅក្នុងកំណើតណាមួយមិនខានទេហ្នឹងហើយទៅកើតជាមនុស្សក៏ដោយទៅកើតជាទេវតាក៏ដោយបើថាទៅកើតជាមនុស្សអវល់ពោពោះប៉ុន្តែបើកើតទេវតាអត់ចេះពោពោះទេញាតិញោមដូចញាតិញោមធ្វើបន់អីនឹងអស់អាយុជីវិតព្រឹបទៅកើតទេវតាកមុំតែម្ដងគេហៅថាឧបបាទិកកំណើតគឺកំណើតដែលកើតឡើងឯងតោះនេះញាតិញោមសូត្រយាទេវតាសន្តិវិហារវាសនីអីជាដើមហ្នឹងគឺមាននៅក្នុងហ្នឹងបើតើកើតជាទេវតាកើតទៅកមុំស្ដោកហ្មងមើលទៅគួរឲ្យស្រឡាញ់ហ្នឹងហើយទេវតានេះស្អាតណាស់ញាតិញោមនៅក្នុងអដ្ឋកថាលោកសម្ដែងថាសំបីតែជើងហ្នឹងក៏ក្រហមដូចជើងព្រាបម្រាមជើងញាតិញោមហ្នឹងក្រហមអត់មែនមកខ្មៅអែដូចអាត្មាអញ្ចឹងហ្នឹងចឹងប្រសិនបើពពួកញាតិនឹងទៅកើតជាមនុស្សញាតិញោមគិតមើលបើចុតិពីមនុស្សនឹងទៅកើតជាមនុស្សទៅបដិសន្ធិក្នុងផ្ទៃហើយដឹងញាតិញោមធ្វើបន់ដែរដឹងដែរញាតិញោមអើយបើញាតិរបស់យើងចុតិស្លាប់នៅថ្ងៃនេះហើយគាត់ទៅបដិសន្ធិចាប់កំណត់ក្នុងពោះនរណាមួយហើយញាតិញោមចាប់ផ្ដើមធ្វើបន់ញាតិរបស់យើងដែលស្លាប់ទៅបដិសន្ធិក្នុងផ្ទៃនរណានឹងដឹងតែយើងធ្វើបន់ដែរដឹងហើយមិនបានប៉ុណ្ណេះផងទីយ៉ាងបានប៉ុនកូនដៃតិចហ្នឹងទោះបីថាទៅនឹងបដិសន្ធិឲ្យចុះទោះបីជាទៅកើតនៅក្នុងផ្ទៃបាន9ខែឲ្យចុះញាតិញោមធ្វើបន់នេះប៉ុន្តែនៅក្នុងផ្ទៃគេនោះដឹងយើងធ្វើបន់ណាអត់ដឹងទេហ្នឹងហើយទោះបីនៅក្នុងផ្ទៃមិនដឹងឲ្យចុះឲ្យតែកើតទៅដឹងតែកើតទៅអត់ដឹងទៀតញាតិញោមកើតចាញ់ពីផ្ទៃភ្លុចទៅកូនង៉ែតហ្នឹងហើយដឹងយើងធ្វើបន់ដែរហើយស្ដាប់យល់ញាតិញោមធ្វើបន់ទៅឲ្យដល់ញាតិដែរបើស្ដាប់មិនដឹងរឿងហើយតើអនុមោទនាចំណែកបន់ពីយើងធ្វើនឹងមិនកើតគឺមិនអាចទេតោះនេះញាតិញោមតោះនេះហ្នឹងហើយជួនកាលទៅស្លាប់នៅនេះប៉ុន្តែទៅកើតនៅណាទៅប៉ោយប៉ែតទៅឯងធ្វើបន់នៅដែរមានដឹងឯងធ្វើបន់អីប៉ុន្តែនៅចំណុចនេះហើយទើបព្រះសម្មាសម្ពុទ្ធព្រះអង្គសម្ដែងអំពីបញ្ញកិរិយាវត្ថុ10ប្រការគឺ
ការអនុមោទនាចំណែកបុណ្យអំពីអ្នកដទៃប្រសិនបើឃើញអ្នកដទៃគេធ្វើសេចក្តីល្អឃើញអ្នកដទៃគេធ្វើបុណ្យយើងចេះអនុមោទនាចំណែកបុណ្យវានឹងចម្រើនឡើងវាបានតាមរយៈនឹងវិញទេដូច្នេះបានញាតិញោមធ្វើបុណ្យរាល់ថ្ងៃនេះត្រូវសូត្រអាកាសសត្ថានេះញាតិញោមប្រែអាកាសសត្ថាទៅរាល់ថ្ងៃហ្នឹងពេលដែលញាតិញោមធ្វើបុណ្យហើយកុំភ្លេចណាញាតិញោមកុំឧទ្ទិសទៅតែពពួកញាតិដែលស្លាប់ទៅជាប្រែតពួកញាតិរបស់យើងមិនប្រកាសថាកើតជាប្រែតទេណាមានពេលខ្លះទៅកើតជាទេវតាក៏មានដែរមានពេលខ្លះស្លាប់ទៅកើតជាបរិជាក៏មានដែរមានពេលខ្លះស្លាប់ទៅកើតជាទេវតាថ្នាក់ណាមួយក៏មានដែរដូច្នេះបានយើងសូត្រអាកាសសត្ថានឹងគឺថាសូមឲ្យព្រះរាជានឹងអនុមោទនានៅចំណែកបុណ្យសូមឲ្យទេវតានឹងអនុមោទនានៅចំណែកបុណ្យដែលយើងបានធ្វើដូច្នេះញាតិញោមទី1ញាតិញោមត្រូវប្រកាសចំណែកបុណ្យនឹងដល់ពពួកសត្វទាំងឡាយទោះបីជាស្ថិតនៅឋានព្រំក៏ដោយឋានទេវតាក៏ដោយឲ្យចែកចំណែកបុណ្យដល់ពពួកមនុស្សព្រោះពពួកមនុស្សទាំងអស់អាចជាញាតិរបស់យើងនៅក្នុងសង្សារវដ្តជាតិណាមួយមិនខានទេដូច្នេះបានចាំបាច់ណាស់ដែលយើងត្រូវចែកបុណ្យដល់អ្នកដទៃហើយអ្នកដទៃនឹងត្រូវចេះអនុមោទនាចំណែកបុណ្យផងណាតោះនេះញាតិញោមឥឡូវនិយាយពីកន្លែងមិនបានកន្លែងដែលបាននឹងបើញាតិរបស់យើងគាត់ស្លាប់ទៅកើតជាប្រែតនឹងកម្រិតស្រាលដូចជាបរតតោបជីវកៈប្រែតជាដើមអានឹងអាចដូចញាតិរបស់ព្រះបាទពំពិសាដែលបានលើកឡើងប៉ុន្តែវាលុះត្រាណាតែញាតិញោមឧទ្ទិសឲ្យអានឹងទៅបានតោះនេះញាតិញោមបើញាតិរបស់យើងស្លាប់ទៅកើតជាប្រែតដូចជាបរតតោបជីវកៈប្រែតអីជាដើមនេះគឺអាចទទួលបានប៉ុន្តែទទួលបានវាលុះត្រាណាតែញាតិផ្ទាល់នេះបានឧទ្ទិសទៅឲ្យយល់ហើយអ្នកដែលអាចទទួលយកដល់ចំណែកបុណ្យនេះគឺហៅថាតក្ខណីយសម្បទាយៈមានន័យថាជាអ្នកដែលញ៉ាំងតក្ខណាទានដែលញាតិញោមបានធ្វើនឹងឲ្យមានផលច្រើនហើយញាតិញោមឧទ្ទិសប៉ុន្តែសូមបញ្ជាក់ម្ដងទៀតថាការឧទ្ទិសដល់ពពួកញាតិធ្វើបុណ្យចំពោះអ្នកមានសិលមិនសំដៅចំពោះតែព្រះសង្ឃទេសំបីតែញាតិញោមជាឧបាសកឧបាសិកាអ្នករក្សាសិល5អ្នករក្សាសិល8ក៏ញាតិញោមឲ្យទានហើយញាតិញោមឧទ្ទិសដល់ពពួកញាតិបានដូចគ្នាដូចជាអាមាត្យដែលមានឈ្មោះថាកោលយៈអាមាត្យដែលជាអាមាត្យរបស់ព្រះបាទពំពិសានឹងធ្វើដំណើរតាមទន្លេទៅក៏មានប្រែតនឹងអត់ខោអត់អាវញាតិញោមអាក្រាតកាយរូបអកណូលអនុលគោកសុំខោអាវទៅសុំកោលយៈអាមាត្យនឹងផ្ដល់ខោអាវទៅឲ្យយកអត់បានហ្នឹងហុចខោអាវទៅឲ្យឆោមចាប់អត់បាននៅពេលនោះសួរថាហេតុអីបើខ្ញុំឲ្យទៅអ្នកហើយអ្នកទទួលយកមិនបានប្រែតនឹងប្រាប់ថាមនាលោកអាមាត្យក៏លោកអាមាត្យនឹងយករបស់ទាំងអស់នឹងទៅជូនដល់អ្នកមានសិលហើយលោកអាមាត្យឧទ្ទិសឲ្យដល់ខ្ញុំអានឹងទៅខ្ញុំទទួលបានហើយនៅក្នុងតលេមនឹងទៅរស់ណាញាតិញោមសម្លឹងទៅឃើញមានបរិសម្នាក់រក្សាសិល5យកទៅខោអាវនឹងទៅជូនហើយឧទ្ទិសដល់ប្រែតនឹងក៏ទទួលបាននៅខោអាវស្លៀកពាក់សមរម្យទៅតែរឿងវាអញ្ចឹងហើយញាតិញោមអញ្ចឹងអនុមោទនាអញ្ចឹងមុខរៀងស្អុយហើយអាត្មានឹងក៏តិចកាន់តែហឹងខ្លាំងហើយខ្លាំងឡើងហើយតិចស្ដាប់លេខចង់លឺអញ្ចឹងប៉ុណ្ណឹងចោះនេះញាតិញោមសំគួរឯប៉ុណ្ណឹងសំគួរទេហ្នឹងហើយអញ្ចឹងញាតិញោមទាំងអស់ហ្នឹងអ្នកធ្វើបុណ្យហ្នឹងបាននៅក្នុងតរកុដិសោតហ្នឹងមានសំណួរមួយសំណួរទៀតភ្លេចបញ្ចប់ជានុសរនិព្រាមដែលទូលសួរព្រះអង្គនឹងថាកន្លែងដែលសំគួរទទួលបានព្រះអង្គសម្ដែងហើយហើយកន្លែងដែលមិនសមគួរទទួលបានព្រះអង្គសម្ដែងហើយជានុសរនិព្រាមនឹងទូលសួរព្រះអង្គមកសំណួរចុងក្រោយថាបបពិតព្រះអង្គដល់ចម្រើនចុះបើទានដែលខ្ញុំព្រះអង្គធ្វើទៅហើយវាមិនបានដល់ពពួកញាតិចុះទានដែលខ្ញុំព្រះអង្គខំធ្វើមិនទៅអាសាបងបាត់ហើយទេបានព្រះអង្គសម្ដែងថាអ្នកឲ្យទានរមែងមិនឥតផលមានន័យថាអ្នកឲ្យទាននឹងចម្រើននៅបុណ្យកុសលឲ្យធ្វើខ្លួនឯងឲ្យទៅកាន់ទីដ៏ល្អប្រសើររួចចាកអំពីកំណើតអាក្រក់ទាំងឡាយទាំងពួងគឺមាននរកប្រែតដេរឆានអសុរកាយជាដើមសូមអនុមោទនា